អ្នកមានឥទ្ធិពលធំៗក្នុងវិស័យចម្រៀងរ៉េបរួមគ្នាដកខាត់យុវជនជំនាន់ថ្មីក្នុងកម្មវិធី Cambo Rapper ដើម្បីផ្ដល់ក្តីស្រមៃដល់បេក្ខជនឆ្នើមស្របពេលកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper គេដល់ថ្ងៃប្រកួតវាផ្ដាច់ព្រាត់កាន់តែធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងនោះដែរក៏មានលេចឮព័ត៌មានថាអ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀងរ៉េបបានចូលរួមជាមួយផលិតកម្ម Galaxy ដែលជាអ្នកផ្ដួចផ្ដើមបង្កើតកម្មវិធីប្រឡងចម្រៀងរ៉េបលំដាប់អន្តរជាតិនេះពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper កាន់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជនក្នុងក្រុមនីមួយៗពោពេញដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកក្នុងការជ្រើសរើសជាក់ស្ដែងនៅក្នុងសប្តាហ៍ទី2ក្នុងវគ្គ United នេះមានបេក្ខជនឆ្នើមជាច្រើនដែលបានចាប់ដៃគ្នាធ្វើបទចម្រៀងជាក្រុមដើម្បីប្រកួតប្រជែងទន្ទឹមនឹងការប្រកួតប្រជែងដើម្បីរកបេក្ខជនឆ្នើមបំផុតនេះក៏មានអ្នកមានឥទ្ធិពលជាច្រើននៅពីក្រោយក្នុងការចូលរួមជាមួយ Galaxy ដើម្បីរៀបចំកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ដំណើរការទៅមុខបានយ៉ាងរលូនតាមប្រភពមួយបង្ហើបឲ្យដឹងថាផលិតកម្ម Galaxy និងក្រុមហ៊ុនខ្មែរ Beverage បានសហការគ្នាបង្កើតកម្មវិធីប្រឡងចម្រៀងរ៉េបនេះឡើងដើម្បីស្វែងរកម្ចាស់ជ័យលាភី100លានរៀលនិងបន្តក្តីស្រមៃដល់បេក្ខជនឆ្នើមដែលចង់ឈរជើងក្នុងវិស័យចម្រៀងរ៉េបមិនត្រឹមតែប៉ុណ្ណោះកម្មវិធីប្រកួតប្រជែងចម្រៀងរ៉េប Cambo Rapper ក៏មានចូលរួមសហការរៀបចំពីផលិតកម្ម Club Yahen និង CG Movement ជាដើមដើម្បីដកខាត់យុវជនជំនាន់ថ្មីឲ្យក្លាយជាអ្នកចម្រៀងរ៉េបដ៏ខ្លាំងពូកែក្នុងវិស័យតន្ត្រីរ៉េបនៅប្រទេសកម្ពុជាឈានដល់សប្តាហ៍ទី2ក្នុងវគ្គ United បេក្ខជនឆ្នើមជាច្រើនពោពេញដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មការពិបាកក្នុងការជ្រើសរើសអ្នកខ្លាំងលើខ្លាំងនិងមានទេពកោសល្យលើគេទើបអាចបន្តក្តីស្រមៃក្លាយជាម្ចាស់ជ័យលាភីបានកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រឡងចម្រៀង Cambo Rapper ដែលមានការចាក់ផ្សាយនៅលើស្ថានទូរទស្សន៍ CTN ដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់